ជាជ្រូកថ្ងៃនេះគឺថាស្ត្រីមេផ្ទះចូលខ្លួនទៀតហើយខ្ញុំលក្ខណៈថាវីដេអូស្ត្រីមេផ្ទះចឹងណាតែចង់និយាយថារាល់ថ្ងៃហ្នឹងគឺស្ត្រីមេផ្ទះស្រាប់ទៅហើយចង់ញ៉ាំជ្រូកជើងមាន់ទៅពេលចឹងទៅអត់មានជើងមាន់ទេមានតែត្រចៀកជ្រូកចឹងក៏ធ្វើជ្រូកត្រចៀកជ្រូកញ៉ាំលេងចឹងណាហើយទៅប្រម៉ែប្រមូលគ្រឿងពីក្នុងទូទឹកកកមកអស់ហើយខ្ញុំមានស្លឹកគ្រៃដាំខ្លួនឯងអញ្ចឹងខ្ញុំកាត់ជាកង់ចឹងមកដាក់អាហ្នឹងចូលទៅមានដេងមានស្លឹកក្រូចសើចមានខ្ទឹមសចឹងទៅហើយត្រចៀកជ្រូកហ្នឹងមុននឹងដាក់ស្ងោរហ្នឹងគឺខ្ញុំលាងស្អាតឲ្យកោះឡើងស្អាតហ្មងហូមអីគ្មានឲ្យសល់ទេហើយដាក់ត្រចៀកជ្រូកហ្នឹងចូលទៅក្នុងទឹកក្តៅហើយបន្ថែមជាមួយនឹងអំបិលបន្តិចអញ្ចឹងណាហើយស្ងោរត្រចៀកជ្រូកហ្នឹងនៅលើចក្រានសិនទៅបន្ទាប់មកខ្ញុំមកត្រៀមគ្រឿងសម្រាប់ដាក់ជ្រូកត្រចៀកជ្រូករបស់ខ្ញុំហ្នឹងណាហើយគ្រឿងរបស់ខ្ញុំហ្នឹងមានដូចជាខ្ទឹមបារាំងខ្ទឹមក្រហមស្លឹកក្រូចសើចស្លឹកខ្ទឹមជីបង្គាកូននិងជីវ៉ាន់ស៊ុយអញ្ចឹងគ្រឿងដែលខ្ញុំយកមកត្រៀមមុនគេហ្នឹងគឺជាស្លឹកក្រូចសើចហើយខ្ញុំយកវាមកបកធៀងកដានេះចេញព្រោះធៀងកដាហ្នឹងវារឹងព្រោះខ្ញុំចង់ឲ្យជ្រូករបស់ខ្ញុំហ្នឹងញ៉ាំបានទាំងអស់ត្មងណាអញ្ចឹងខ្ញុំយកវាមកបកហើយអស់ចឹងទៅបន្ទាប់មកខ្ញុំយកវាមកហាន់ឲ្យទូចមែនតែនហ្មងហាន់ឲ្យមិនអស់ចិត្តទេមកច្រាមទៀតអញ្ចឹងមិនថាទូចមែនតែនហ្មងនេះមិនទូចរបស់គេមែនហើយទៅមានខ្ទឹមសខ្ទឹមក្រហមខ្ទឹមប្រាំងហ្នឹងគឺហាន់វាឲ្យទូចអញ្ចឹងណាហាន់តាមចំណង់ចំណូលចិត្តទៅតែសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តឲ្យរៀងទូចរៀងស្ដើងអញ្ចឹងទៅណាតែក្នុងវីដេអូនេះមើលទៅរៀងក្រាស់ៗមិនទេនេះបន្ទាប់មកខ្ញុំទៅរកមើលជីផ្ទះខ្ញុំអញ្ចឹងណាមានជីអីខ្លះអញ្ចឹងទៅនៅផ្ទះខ្ញុំសជីបង្គាកូនដាក់នៅក្នុងផ្ទះកន្លែងដាំបន្លែហ្នឹងនៅសរយអញ្ចឹងបេះបានមួយដៃដែរតែនេះបន្ទាប់មកខ្ញុំក៏ទៅរកមើលស្លឹកខ្ទឹមនៅក្រៅផ្ទះម្ដងនៅខែត្រជាក់អញ្ចឹងដោះដែរតែគេដោះរយអញ្ចឹងព្រោះទំកាត់គេហើយអឥឡូវនេះខ្ញុំប្រមូលបានជីបង្គាកូននិងស្លឹកខ្ទឹមហើយយកជីខ្ទឹមហ្នឹងយកទៅលាងឲ្យស្អាតអញ្ចឹងណាបន្ទាប់មកយកកាត់វាទូចអញ្ចឹងទៅយកទៅដាក់ចូលក្នុងជ្រក់ត្រចៀកជ្រូកហ្នឹងហើយខ្ញុំមានជីវ៉ាន់ស៊ុយទៀតអញ្ចឹងណាតែជីវ៉ាន់ស៊ុយហ្នឹងតែងគេទេពេលខ្ញុំហាន់ហើយអញ្ចឹងទៅខ្ញុំទុកវាម្ដុំសិនអញ្ចឹងណាចាំពេលលាយគ្រឿងរួចអស់អញ្ចឹងទៅចាំបងជីនឹងតាមក្រោយកុំឲ្យវាជាប់ខ្លាំងអញ្ចឹងណាមកខ្ញុំមកច្របាច់ក្រូចឆ្មាហើយជ្រក់ត្រចៀកជ្រូកហ្នឹងខ្ញុំប្រើក្រូចឆ្មា2ផ្លែអាងតែមានម៉ាស៊ីនណោះអញ្ចឹងទៅប្រើម៉ាស៊ីនទៅស្រួលមួយយ៉ាងដែរហើយមុនហ្នឹងភ្លេចប្រាប់នៅខាងដើមវីដេអូថាដាក់ក្រូចឆ្មាខ្ញុំដាក់2ផ្លែហ្នឹងប្រហែលជារៀងជូរតិចទេតែសម្រាប់ខ្ញុំគឺអត់ជូរទេដោយសារតែខ្ញុំចូលចិត្តជូរឥឡូវនេះខ្ញុំមកហាន់ត្រចៀកជ្រូករបស់ខ្ញុំម្ដងស្ងោរហើយទុកឲ្យវារៀងត្រជាក់តិចណាបានយកមកហាន់ណាហាន់ឲ្យរៀងស្ដើងអញ្ចឹងទៅហើយខ្ញុំហាន់នេះរៀងក្រាស់តិចឯងប្តីខ្ញុំគាត់ថាអុយក្រាស់ហើយមើលទៅអត់សូវតំណងឯងអញ្ចឹងបើអ្នកទាំងអស់គ្នាចូលចិត្តក្រាស់ចូលចិត្តស្ដើងអញ្ចឹងទៅអ្នកទាំងអស់គ្នាហាន់តាមនឹងអញ្ចឹងណាខ្ញុំនេះអត់ដឹងទេចិត្តតែហាន់ដែរហ្នឹងពីហាន់រួចរាល់អស់ខ្ញុំយកស្លឹកត្រចៀកជ្រូកហ្នឹងយកទៅដាក់ជាមួយនឹងកធុនដែលខ្ញុំមានដាក់ខ្ទឹមបារាំងខ្ទឹមក្រហមខ្ទឹមសមិញចូលគ្នាអូនៅមានមួយទៀតនៅមានស្លឹកក្រូចសើចដែលខ្ញុំហាន់ច្រាមឲ្យទូចមិញហ្នឹងក៏ខ្ញុំដាក់ចូលគ្នាដែរដាក់ទឹកត្រីអំបិលស្ករម្សៅស៊ុបបន្ទាប់មកខ្ញុំចាក់ទឹកក្រូចឆ្មាចូលរួចរាល់អស់អញ្ចឹងទៅខ្ញុំក៏ច្បល់វាចូលគ្នាអញ្ចឹងណាចាំពេលច្បល់វាចូលគ្រឿងសពគ្នាហើយអស់អញ្ចឹងទៅបានខ្ញុំបងស្លឹកជីចូលហើយទៅច្បល់វាពី3ជុំទៀតអញ្ចឹងទៅដើម្បីឲ្យវាសពជាមួយនឹងត្រចៀកជ្រូកអញ្ចឹងថាឈ្ងុយអើយឈ្ងុយសម្រាប់ខ្ញុំព្រួយបានជីស្រស់ហើយបានដាក់ស្លឹកក្រូចសើចចូលទៅក្នុងនឹងទៀតហើយញ៉ាំចូលក្នុងមាត់និយាយថាឈ្ងុយអើយឈ្ងុយហើយរូបមន្តនេះមើលទៅដូចរៀងអញ៉ៃតិចតាមធម្មតាជ្រូកជើងមាន់គេដាក់ក្រៃដេងទៀតចឹងណាតែបើខ្ញុំនេះវិញធ្វើជ្រក់ត្រចៀកជ្រូកអញ្ចឹងឆ្នៃទៅឲ្យតែថាញ៉ាំបានឲ្យចូលចិត្តអីចេះដាក់នឹងទៅណាតែគិតសពទៅជ្រក់ត្រចៀកជ្រូកនេះដូចជាមានក្លិនដេងនិងស្លឹកគ្រៃដែរព្រោះអីពេលខ្ញុំស្ងោរត្រចៀកជ្រូកហ្នឹងខ្ញុំដាក់ចូល